បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះដែរមកចែកលែងពីរបៀបបង្កើតក្រុម Channel Telegram បាទនេះដំបូងយើងចូលមកក្នុងកម្មវិធី Telegram មកបាទបន្តមកទៀតយើងមើលមកខាងក្រោមដែលមានរូបសញ្ញាខ្មៅដៃចុចលើវាទៀតមកបាទបន្តមកទៀតយើងមើលមកខាងលើដែលមានពាក្យថា New Channel នេះយើងចុចលើវាទៀតមកបាទមកដល់ទៅនេះដែរយើងធ្វើការដាក់ឈ្មោះអញ្ចឹងឧទាហរណ៍ដាក់ឈ្មោះថាបងដែនចែករំលែកចំណេះដឹងបាទបន្ទាប់ពីយើងធ្វើការដាក់ឈ្មោះហើយបន្តមកទៀតយើងធ្វើការដាក់ profile របស់យើងអញ្ចឹងយើងមើលមកក្បែរឈ្មោះរបស់យើងនេះណាដែលមានរូបកាមេរ៉ានេះយើងចុចលើវាទៀតមកបាទមកដល់ទៅនេះដែរយើងមើលដាក់ profile រូបភាពរបស់យើងអញ្ចឹងយើងដោយសារខ្ញុំអត់មានរូបដាក់អញ្ចឹងខ្ញុំចូលទៅយករូបរបស់ Telegram ដាក់អញ្ចឹងខ្ញុំចុចទៅលើកន្លែងនេះបន្តមកទៀតយើងធ្វើការជ្រើសរើសរូបភាពអញ្ចឹងខ្ញុំដាក់រូបនេះបាទបន្តមកទៀតយើងមើលមកខាងក្រោមដែល QQ នេះដែលមានដែលគេដាក់ថា set channel photo នេះចុចលើវាទៀតមកបាទមកដល់ទីនេះដែរយើងមើលមកខាងក្រោមក្រោម profile របស់យើងនេះកន្លែងនេះគឺឲ្យយើងដាក់ description អញ្ចឹងយើងដាក់កន្លែងនេះមកយើងចង់បងប្អូនចង់ដាក់អីផ្សេងចិត្តបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ថាចាបែបចំណេះតាមទូទៅអ្នករាល់គ្នាចង់ចែករំលែកចំណេះដឹងទូទៅអ្នករាល់គ្នាបាទឧទាហរណ៍ខ្ញុំដាក់អញ្ចឹងមកសម្រាប់បងប្អូនចង់ដាក់អីខ្សាច់ចិត្តបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់ description ហើយតមកទៀតយើងមើលមកខាងលើនៅខាងស្នាមដៃដែលមានរូបសញ្ញាគ្រីសនេះចុចលើវាទៀតមកបាទនៅកន្លែងនេះដែរគឺធ្វើការជ្រើសរើសគឺមាន3ជម្រើសខាងលើនេះគឺ public channel មានន័យថាយើងអាចមើលឃើញជាសាធារណៈហើយខាងក្រោមនេះគឺ private channel ចាំមានន័យថារាល់ដែលការយើងផុសរូបឬក៏ share រូបអីឃើញតែសមាជិកគ្រប់របស់យើងទេអញ្ចឹងយើងខាងលើនេះយើងយកជាសាធារណៈអញ្ចឹងយើងយក public channel ទៅបាទហើយសម្រាប់ខាងក្រោមនេះគឺយើងកន្លែងបង្កើតlink channel អញ្ចឹងយើងបង្កើត link channel មួយមកយើងដាក់ជាភាសាអង់គ្លេសមកកន្លែងនេះយើងដាក់អីក៏បានដែរសាច់បងប្អូនបាទចាខ្ញុំចេះដាក់បាទយើងដាក់ load ពណ៌ខៀវអញ្ចឹងមានន័យថាយើងបង្កើតបានតែបើ load ពណ៌ក្រហមគឺมันអត់បានទេបាទទៅ load ក្រហមអញ្ចឹងមានន័យថា
យើងបង្កើតលេងឲ្យបានទេអញ្ចឹងតោះតែវា load queue អញ្ចឹងបងប្អូនដាក់មកបាទគឺវា load queue បែបនេះមានន័យថាយើងបង្កើតបានបាទបន្ទាប់ពីយើងដាក់បង្កើតលេងរបស់យើងហើយយើងមើលមកខាងលើនៅខាងស្ដាំដៃហើយមានរូបសញ្ញាគ្រីសនេះចុចលើវាទៀតមកបាទមកដល់តែនេះហើយធ្វើការ add សមាជិកគ្រប់ចូលចុចយើងមើលមកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំadd ម្នាក់ចុះដើម្បីបងបង្ហាញបងប្អូនបាទបន្ទាប់ពីយើង add ចឹងហើយយើងចុចនៅខាងស្ដាំដៃដែលមានសញ្ញាព្រួយនេះចុចលើវាទៀតមកបាទអញ្ចឹងយើងមកដល់ទាំងដែរយើងបង្កើតបាន channel គ្រប់មួយហើយបន្តមកទៀតយើងធ្វើការរៀបចំ channel របស់យើងអញ្ចឹងយើងចុចទៅលើទៅខាងលើចុចទៅលើ profile របស់យើងមកបាទបន្តមកទៀតយើងមើលមកខាងលើនៅខាងស្ដាំដៃដែលមានរូបសញ្ញាខ្មៅដៃនេះចុចលើវាទៀតមកបាទមកដល់ទៅនេះដែរយើងមើលឧទាហរណ៍ថាបងប្អូនចង់ដូរ profile បងប្អូនមើលមកខាងលើនេះកន្លែងរូបកាមេរ៉ានេះចុចលើវាមកបាទអញ្ចឹងកន្លែងនេះដែរយើងអាចដូររូបភាព profile របស់យើងបានបាទបន្តមកទៀតយើងមើលមកខាងក្រោមនេះទៀតដែលមានរូបមីក្រូនេះដែលមានពាក្យថា channel type យើងចុចទៅលើវាមកបាទកន្លែងនេះដែរគឺមានច្រើនខាងលើគេនេះគឺគេដាក់ថា private channel ហើយខាងក្រោមនេះគឺ public channel អញ្ចឹងយើងយក public channel ទៅដើម្បីយើង post ជាសាធារណៈឬក៏ឆាតអីបាទហើយខាងក្រោមនេះគឺកន្លែងបង្កើតលេងរបស់យើងបាទកន្លែងនេះហើយខាងក្រោមទៀតនេះគឺយើងចុចលើវាដើម្បី copy លេងរបស់យើងតែបង្កើតហើយនេះបាទហើយខាងក្រោមនេះដែរកន្លែងសញ្ញានេះយើងចុចបើកវាមកបាទបន្តមកទៀតយើង back មកខាងក្រោយយើងមើលមកខាងក្រោមនេះទៀតបាទកន្លែងនេះដែរគឺយើងអាចដូរឈ្មោះបានយើងអាចចុចខាងលើនេះបានហើយយើងអាចធ្វើការដូរឈ្មោះបាទបន្តមកទៀតយើងមើលមកខាងក្រោមនេះទៀតណាចុចលើវាទៀតណាបាទកន្លែងនេះយើងចុចបើកវាមកក្រោមនេះបន្តទៀតណាកន្លែងនេះកន្លែងនេះដែរគឺថាយើង add ពណ៌អញ្ចឹងយើងបដូរពណ៌អក្សរមកចាក់ពណ៌ណាបាទហើយយើងមើលមកខាងក្រោមនេះទៀតកន្លែងនេះគឺបដូរផ្ទៃរបស់វាបាទបន្ទាប់ពីយើងជ្រើសរើសហើយយើងចុចមើលមកខាងក្រោមអស់នេះខៀវនេះចុចលើវាទៀតបាទកន្លែងនេះគឺយើងអាចចុចលើវាដើម្បី copy លេខរបស់យើងដែលបង្កើតមុននេះអញ្ចឹងបន្ទាប់ពីយើងដាក់ពណ៌ហើយយើងមើលមកខាងក្រោមនេះកន្លែងកដោផ្ទៃរបស់យើងណាបាទចាំបន្ទាប់ពីយើងធ្វើការដូរហើយយើងចុច back ទៅខាងក្រោយវិញមកបាទកន្លែងនេះគឺកន្លែងដែលគេ comment ហើយអាចដាក់រូបបានអញ្ចឹងបើបងប្អូនចង់មិនចង់ឲ្យដាក់នៅទាំងអស់បងប្អូនមិនបាច់
ចុចអីទេតែឧទាហរណ៍ថាបងប្អូនចង់ឲ្យឃើញគេដាក់តាប្រហែលរូបនេះបងប្អូនអាចចុចចឹងបានដាក់រូបឬពីររូបទេបងប្អូនអាចចុចចឹងហើយបន្តមកបងប្អូនមើលកន្លែងចំណុចនេះចុច QQ នេះចុចលើវាមកបាទគឺដល់ពេលគេចូលខមមិនមកគេឃើញតែរូបតែប៉ុណ្្នឹងយើងដាក់នេះទេតែបើយើងមិនចុចកំណត់ទេគឺវាឃើញទាំងអស់បាទអញ្ចឹងយើងបន្តមកទៀតយើងមើលមកខាងក្រោមនេះកន្លែងដែលថានេះគឺបកាយចុចទៅវាមកបាទកន្លែងនេះយើងអាច admin បន្ថែមទៀតម្នាក់ឬពីរនាក់ឬក៏ច្រើនអ្នកសាច់បងប្អូនបាទហើយខាងក្រោមនេះទៀតយើងបាទកន្លែងនេះគឺយើង add សមាជិកចូលគឺយើងចុចនៅខាងលើនេះកន្លែងយកមនុស្សបូកនេះយើងអាចទៅចូល add សមាជិកបន្ថែមទៀតបាទបន្តមកទៀតយើងមើលមកខាងក្រោមនេះទៀតបាទកន្លែងនេះគឺអត់មានអីទេបាទបន្តមកទៀតយើងមើលមកខាងក្រោមនេះបាទកន្លែងនេះដែរគឺកន្លែងយើងអាច copy link របស់យើងឬក៏ share ចូលទៅគ្រប់មួយណាបានចឹងបងប្អូនអាច share ចូលគ្រប់បានហើយបន្តមកទៀតយើងមើលមកខាងក្រោមទៀតបាទកន្លែងនេះគឺកន្លែងយើងចូលកន្លែងឆាតរបស់យើងបាទបន្តមកទៀតយើងចុចមើលមកខាងក្រោមបន្តទៀតបាទកន្លែងនេះក៏មានអីដែរអញ្ចឹងនៅខាងក្រោមគេនេះគឺកន្លែងណាឧទាហរណ៍ថាយើងចង់លុបគ្រប់នេះចោលចុចលើ delete channel នេះគឺលុបហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានមកអញ្ចឹងសូមបងប្អូនជួយចុច like share និង subscribe channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗបន្តទៀតបាទអរគុណច្រើន